ក្រនជាងមុនគ្រូតារបៀបតាយើងបែកញើសបែកអីមកអត់ធំក្លិនយល់បាត់អាធំក្លិនហ្នឹងបាត់100%បែកញើសស្អុយខ្លួនស្អុយមាត់ហ្នឹងវាបាត់ឆឹង100%តែនៅបត់ជើងតិចលោកគ្រូវានៅម្ដងស្រួលម្ដងពិបាកអញ្ចឹងលោកគ្រូតែរៀងមានអារម្មណ៍ថាស្វាងវាស្រឡះអត់មានអារម្មណ៍ថាងុយដេកអស់កម្លាំងអីអាហ្នឹងវាបាត់អស់ហើយលោកគ្រូនិយាយរួមវាក្រនឡើយនៅតែបន្តិចវាក់បត់ជើងបន្តិចវាអត់តន់ស្រួលបួលអញ្ចឹងលោកគ្រូរៀងពិបាកហ្នឹងហើយលោកគ្រូមានអារម្មណ៍ធូរជាងមុនវាអត់តឹងទ្រូងអត់បាត់ចុកបាត់អីហ្នឹងវាអត់សូនណែនខាងក្នុងអញ្ចឹងវារៀងដូចស្រួលដកដង្ហើមជាងមុនមានអារម្មណ៍ធូរអញ្ចឹងលោកគ្រូនៅត្រឹមអស់2ឆ្នាំចូលឆ្នាំទី2បានប្រហែលថ្ងៃទេ4-5ថ្ងៃឆ្នាំទី2មុនធ្វើការលើកអីតិចតួចហត់ឥឡូវវាធម្មតាមានអារម្មណ៍អត់ល្វើយដូចមុនអញ្ចឹងគូវាមុនក៏ធ្វើអីតិចហត់មានអារម្មណ៍ថប់ហត់ឥឡូវវាបាត់អស់អញ្ចឹងគូបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាមកថ្ងៃនេះយើងមកដឹងអំពីអាការៈបងប្អូនដែលកំពុងតែលាកថ្លើមឬក៏ថ្លើមវិវត្តទៅរកការក្រិនឬក៏រហូតដល់ទាយទឹកតើជំងឺថ្លើមវាអាចចេញជារោគសញ្ញាឲ្យយើងដឹងដូចម្ដេចខ្លះហើយជំងឺថ្លើមនេះវាប៉ះពាល់ទៅលើសរីរាង្គអីផ្សេងទៀតកាលណាដែលយើងមានបញ្ហាថ្លើមហើយនេះគឺជាឱសថព្យាបាលជំងឺថ្លើមដែលបងប្រុសនៅខាងភ្នំពេញគាត់យក2ឈុតទៅយកទៅពិសាហើយឃើញថាព្យាបាលទៅប្រសិទ្ធភាពខ្ពស់ណាឥឡូវគាត់ក៏មកឈុតទៅទៀតបាទចិត្តអស់ហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងមកដឹងរោគសញ្ញាថ្លើមដែលថ្លើមមានបញ្ហាតើមានរោគសញ្ញាដូចម្ដេចខ្លះឲ្យយើងកត់សម្គាល់និងចំណាំថាយើងកំពុងតែមានបញ្ហារាកថ្លើមក្រិនថ្លើមឬក៏បញ្ហាជំងឺទាយទឹកកើតឡើងក្នុងខ្លួនណាបាទចំពោះបងប្អូនអ្នកមានបញ្ហាជំងឺថ្លើមដំបូងណាដំបូងដែលចាប់ពីអាលៀកគឺចាប់ផ្ដើមធ្វើឲ្យកាពះមានបញ្ហាអញ្ចឹងចំពោះបងប្អូនអ្នកមានបញ្ហាកាពះក៏គូនឹងពិនិត្យថ្លើមផងដែរបើទៅពិនិត្យកាពះអាហ្នឹងណាបងប្អូនណាបាទទី1បាទគឺកាពះបាទពោះវៀននោះគឺមានបញ្ហាហើយក៏ពិបាកបត់ជើងអីនឹងជាដើមណាពិបាករំលាយអាហារអីហ្នឹងជាដើមបាទទី1ទី2គឺធ្វើឲ្យស្បែកស្ងួតណាស្បែកស្ងួតអត់ទៅមានសំណើមទេហើយកាលណាបើបែកញើសមកបើសិនជាបែកញើសគឺបែកញើសនេះគឺស្អិតហើយមានធុំក្លិនបាទក៏អីធុំក្លិនប្លែកស្អុយតែម្ដងណាពាក់ស្រោមជើងបើពាក់តំណប់ជើងបូក៏ដោយប៉ាតាក៏ដោយគឺធុំក្លិនជើងណាដោយវាចេញសារជាតិមួយយ៉ាងគឺសារជាតិពុលមកតាមញើសហ្នឹងគឺធ្ងន់ធ្ងរដោយសារថ្លើមហ្នឹងវាកំពុងតែមានបញ្ហាហ្នឹងទី1ជារោគសញ្ញាដែលយើងកត់សម្គាល់ទី2បាទទី3គឺចាក់នៅត្រង់ដោះនេះមួយឆិចទេមួយផ្លែតទេហើយក្រោមឆ្អឹងចនីខាងស្ដាំពេលបាយរួចពេលពិសាទឹករួចឬក៏ពិសាអីរួចណាគឺវាមានបញ្ហាឈឺត្រង់ដោះឬក៏ក្រោមឆ្អឹងចនីខាងស្ដាំជួនណាយើងធ្វើការហត់ណាក៏ឈឺដែរបាទទី4គឺឆាប់ហត់ណាឆាប់ហត់ផ្លែកណាទី5គឺហេវផុតដៃផុតជើងណាទី6ធ្វើឲ្យស្បែកនឹងមានពណ៌កម្ៅភ្នែកលឿងលមាស់ភ្នែកណាបាទនឹងរោគសញ្ញាទៀតគឺធ្វើឲ្យតម្រងនោមចុះខ្សោយផ្លូវភេទឆាប់ចេញក៏មានណាពិបាកនោមតល់នៅត្រង់ថ្ងាសនេះបាទឱសថនេះក៏ជួយបានណានោមមករៀនតល់ក្នុងថ្ងាសនេះគឺផឹកថ្នាំនេះទៅហូបថ្នាំនេះទៅគឺបាត់ហើយបាទហើយលឿងភ្នែកលឿងស្បែកណាបាទហើយថ្លើមមានរោគសញ្ញាច្រើនទៀតបាទអញ្ចឹងកុំឲ្យវីដេអូកាន់តែវែងឆ្ងាយខ្ញុំចង់ថានេះគឺសិតតែជាអាការៈដែលបងប្អូនកំពុងតែលាកថ្លើមអញ្ចឹងដល់ពេលបងប្អូនក្រិនថ្លើមតើមានអាការៈដូចម្ដេច
អាសារៀកណាបងប្អូនចាប់ផ្ដើមក្រាន់គឺបងប្អូនចាប់ផ្ដើមរៀកហើយបាទរៀកជាប្រចាំបងប្អូនក្រាន់ថ្លើមហើយណាបាទអាហ្នឹងភាគច្រើនគឺអញ្ចឹងឲ្យតែអ្នកមានបញ្ហាថ្លើមបងប្អូនដឹងតែខ្លួនឯងលាកថ្លើមមិនមានបញ្ហាថ្លើមទេអញ្ចឹងបងប្អូនអាសារៀកអញ្ចឹងបងប្អូនកំពុងតែមានបញ្ហាថ្លើមចាប់ផ្ដើមក្រាន់ហើយណាហើយបត់ជើងមកតិចតិចអត់អស់ណា2ថ្ងៃ3ថ្ងៃបាត់ឈឺបត់ជើងម្ដងដោយអត់ឈឺទេដល់ថ្ងៃអត់ឈឺណាអត់ឈឺបត់ជើងតតែ2 3ថ្ងៃមិនបត់ជើងមកតិចអាហ្នឹងគឺថ្លើមរបស់បងប្អូនក្រាន់ហើយឆាប់មើលបន្តិចឆាប់ព្យាបាលបន្តិចអញ្ចឹងបន្ទាប់ពីឈឺបត់ជើង2 3ថ្ងៃបាត់ឈឺបត់ជើងម្ដងអីអញ្ចឹងជាដើមចាប់ផ្ដើមស្វិតសាច់ណាចាប់ផ្ដើមស្វិតសាច់បាទសាច់ដុំសាច់អីនេះចាប់ផ្ដើមស្រកទៅហើយស្បែកកាន់តែខ្មៅទៅភ្នែកចាប់តែល្អលឿងអីជាដើមអញ្ចឹងពោះចាប់ផ្ដើមឆ្អេអានឹងបងប្អូនកំពុងតែមានបញ្ហាជំងឺទាកទឹកហើយរហូតទៅដល់បងប្អូនក្រាន់ថ្លើមខ្លះរហូតទៅដល់មហារីកថ្លើមអញ្ចឹងបងប្អូនរឹងចុងដង្ហើមនេះបាទសាចុកហើយនឹងរឹងហើយនឹងក្រោមឆ្អឹងជើងនេះខាងស្ដាំនេះរឹងអញ្ចឹងបងប្អូនកំពុងតែមានការដុសសាច់ក្នុងថ្លើមឬក៏មហារីកថ្លើមហើយនេះហើយសិតសឹងតែជាអាការៈដែលបងប្អូនកំពុងតែមានបញ្ហាថ្លើមបាទហើយចំពោះរាល់បងប្អូនដែលមានបញ្ហាជំងឺនេះបងប្អូនអាចតាក់ទងមកឱសថនេះគឺអាចជួយបានណាហូបមិនត្រូវខ្ញុំឲ្យលក់ផ្ញើថ្នាំឲ្យខ្ញុំវិញខ្ញុំឲ្យលុយវិញឱសថនេះបើមិនបានធូរណាក្នុងមួយឆ្នាំឬ2ឆ្នាំបាទអញ្ចឹងសល់ប្រមាណឲ្យបងប្អូនវិញបាទអញ្ចឹងកុំឲ្យវីដេអូកាន់តែវែងឆ្ងាយសង្ឃឹមថាបងប្អូនឃើញវីដេអូនេះជួយ share ឲ្យបងប្អូនជួយកត់ចំណាំនៅអាការៈដែលបងប្អូនកំពុងតែមានបញ្ហាថ្លើមព្រោះថ្លើមនេះវាមិនសូវឲ្យយើងដឹងកត់សម្គាល់ថាវាឈឺទេតតែបងប្អូនចេះសង្កេតណាបាត់ដឹងថាបងប្អូនកំពុងតែមានបញ្ហាថ្លើមអញ្ចឹងកុំឲ្យវីដេអូកាន់តែវែងឆ្ងាយខ្ញុំគ្រូអសតប្រានសូមគោរពលាបងប្អូនអរគុណហើយសង្ឃឹមថាបងប្អូនអរគុណបានសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារបាទសូមអរគុណ